អញ្ញាជំរាបសួរពុកម៉ែបងប្អូនទាំងនេះនៅក្នុងខេត្តបាត់ដំបងថ្ងៃនេះមានកិត្តិយសខ្លាំងមែនទែនបានមានវត្តមានមកសម្ភាសន៍អ្នកគ្រូដ៏ស្រស់សែនស្អាតនៅក្នុងខេត្តបាត់ដំបងនៅក្នុងសាលាបឋមសាលាមត្តេយ្យគ្រូហ៎ចាសាលាមត្តេយ្យវត្តកំផែងអ្នកគ្រូជំរាបសួរចាជំរាបសួរប្រជុំប្រមាណនេះគ្រូ58 58ហើយអូក្មេងណាកុំមកប្រាប់គេកុំមកបងគ្រូនិយាយមុខកាមេរ៉ាចាពុកម៉ែបងប្អូនទាំងនេះចម្លែកខ្លាំងមែនទែនដោយសារតែអ្នកគ្រូគាត់អត់មានជំងឺបញ្ញាជំងឺភ្នែកឡើងបាយកន្ទុយថ្លែនឬក៏អីទេគាត់គឺថាដោយលក្ខណៈស្រវាំងណាគ្រូចាស្រវាំងមកយប់ស្រវាំងបែបមនុស្សចាស់បាទមនុស្សចាស់អ្នកគ្រូអាចជំរាបបានទេពីមុនមិនភ្នែកហ្នឹងភ្នែកខ្ញុំពីមុននិយាយរួមទៅតាំងពីខ្ញុំចូល53 54មកយើងត្រូវការពាក់វ៉ែនតាយើងដល់ពេលដល់វ័យដែលយើងត្រូវពាក់វ៉ែនតាប៉ុន្តែការពាក់វ៉ែនតាហ្នឹងខ្ញុំកាត់ទៅហើយវ៉ែនតាយើងប្រើវាបានតែ2ឆ្នាំអីវាអស់សុពលភាពហើយអញ្ចឹងពាក់វ៉ែនតាមកហើយវាស្វាំងពេលដែលយើងធ្វើអីយើងសន្លឹងច្រើនក្នុងវ៉ែនតាហ្នឹងក៏យើងរៀងស្វាំងហើយនេះវាចាប់ដើមប្រជុំចាំនេះតោកអញ្ចឹងណាដល់ពេលរយៈពេលប្រហែលជា3សប្តាហ៍នេះដែលខ្ញុំបានប្រើ QI នេះខ្ញុំមានអារម្មណ៍ថាខ្ញុំប្រើវ៉ែនតាដដែលក៏ប៉ុន្តែការធ្វើការងាររបស់ខ្ញុំហ្នឹងពេញបានល្ងាចអត់ពិបាកងើបទេចាមើលសឡឹងបានរហូតហើយយើងអត់មានផ្សារអត់មានស្វាំងអត់មានអីទៀតប៉ុណ្្នឹងឯងដោយសារទី1គឺយើងប្រើខ្លួនឯងទៅវាមានលទ្ធផលល្អហើយចានៅពេលដែលយើងប្រើដឹងថាមានលទ្ធផលល្អហើយគឺយើងចែកចាយទៅបងប្អូនក្រុមការងារញាតិមិត្តអីដូចអ្នកគ្រូគាត់នៅក្នុងសាលានឹងអញ្ចឹងទៅគាត់យកទៅប្រើទៅក៏ល្អហើយអ្វីដែលល្អមួយទៀតភ្នែកយើងធ្លាប់ជ្រួញអានេះហើយធម្មតាតែយើងចាស់ទៅនេះអាស្បែកភ្នែកអីវាសល់មែនទេចាភាកច្រើនបងប្អូនយើងអ្នកដែលមានលុយគឺគាត់តែងទៅវះកាត់អាហ្នឹងហើយចាហ្នឹងដល់ពេលខ្ញុំបតក់ឆ្នាំភ្នែកហ្នឹងបាននិយាយទៅ4ថ្ងៃទេ4ថ្ងៃកូនទេគេអ្នកថាខ្ញុំមិនបានដឹងទេព្រោះខ្ញុំវាមិនសូវបាននៅកញ្ចក់ដែរចាកូនគេថាចេះម៉ាក់ឯងបតក់ឆ្នាំភ្នែកហ្នឹងមិនបានភ្នែកម៉ាក់ឯងដូចរៀងដូចទឹកវះភ្នែកហើយមិនអញ្ចឹងខ្ញុំនេះលឺសូរអញ្ចឹងស្អីមីអូនណាវះភ្នែកហើយល្មិចអញដូចជាបានចាប់អារម្មណ៍ថាអត់ទេភ្នែកម៉ែឯងឡើងរុងគេថាចេះភ្នែកម៉ែឯងឡើងរុងអត់មានអាតបកភ្នែកហ្នឹងដូចទឹកវះកាត់ភ្នែកហើយទៅចាអត់ធ្លាក់ស្បែកហ្នឹងទៀតអញ្ចឹងណាលឺសូរកូនថាអញ្ចឹងស្ទុះទៅយកកញ្ចក់មកមើលមិនវារៀបអាតបកនេះអូនរៀបអាតបកដល់ពេលខ្ញុំបានពីបទពិសោធន៍ពីកូនហ្នឹងមកនិយាយហ្នឹងហើយបានមករត់មកមើលភ្នែកអ្នកគ្រូគាត់ប្រើមុនខ្ញុំរត់មកមើលភ្នែកអ្នកគ្រូមែនភ្នែកអ្នកគ្រូក៏ស្រឡះស្អាតដែរភ្នែកគាត់អាតបកភ្នែកនេះឡើងថឹងអស់លីងចានឹងបានខ្ញុំដឹងថាល្អដល់ពេលល្អយើងក៏កាត់ចាប់ដើមកាត់លក់ទៅព្រោះវារបស់ល្អចាបាទអរគុណបាទនេះគឺជាប្រសាសន៍ផ្ទាល់បាទសម្រាប់អ្នកគ្រូនៅក្នុងខេត្តបាត់ដំបងគាត់មិនត្រឹមជាអ្នកប្រើទេគាត់បានលទ្ធផលល្អហើយគាត់បានកាត់តំណែងស្តុករបស់ QI ធំនៅក្នុងខេត្តបាត់ដំបងទៀតដោយសាររបស់យើងល្អផលិតផលយើងក៏មកពីសហរដ្ឋអាមេរិកចាអញ្ចឹងខ្ញុំគិតថាផ្ដល់ប្រឹក្សាដល់បងប្អូនយើងទាំងអស់មិនថានៅខេត្តបាត់ដំបងមិនថាបណ្ដាខេត្តផ្សេងទេបើមានបញ្ហាភ្នែកស្ងួតភ្នែកឡើងបាយភ្នែកកន្ទុយថ្លែនភ្នែកស្ងួតស្វាំងកាហាយចាសូមប្រើ QI នេះទៅគឺមិនខុសបំណងទេចាដើម្បីការពារសុខភាពភ្នែករបស់យើងព្រោះភ្នែកយើងសំខាន់ណាស់ដូចចាស់ក៏ធ្លាប់និយាយចឹងថាស្រឡាញ់កូនស្មើនឹងកែវភ្នែកណាចាអញ្ចឹងកែវភ្នែកអាចមើលឃើញអ្វីគ្រប់បែបយ៉ាងពិភពលោកទាំងមូលពណ៌បៃតងស្រស់អីចឹងទៅអញ្ចឹងសំខាន់មែនតើចាកែវភ្នែកយើងអញ្ចឹងប្រើ QI ទៅមិនខុសបំណងទេចាមួយទៀតអ្នកបាត់ដំបងមិនកុហកអ្នកបាត់ដំបងដូចគ្នាទេហើយក៏មិនកុហកបងប្អូនយើងទាំងអស់គ្នាដែរជាពិសេសគឺខ្ញុំជាគ្រូបង្រៀនអញ្ចឹងខ្ញុំសូមនិយាយអ្វីដែលជារឿងពិតសម្រាប់ខ្លួនឯងចាបើខ្ញុំនិយាយល្អខ្ញុំបរៀនកូនខ្ញុំក៏ល្អទៅតាមនឹងដែរអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនទាំងគ្នាក្នុងខេត្តបាត់ដំបងប្រហែលជាស្គាល់អ្នកគ្រូច្រើនហើយព្រោះកូនសិស្សគាត់ក៏ច្រើនដែរអញ្ចឹងពីដើមអាណាព្យាបាលសិស្សក៏ច្រើនដែរក្នុងសាលានេះចង់បានលទ្ធផលល្អបងប្អូនអាចចាត់ទៅនឹងគ្រូបានដោយសារតែគាត់ជាតំណាងធំរបស់ QI នៅក្នុងខេត្តបាត់ដំបងអរគុណអ្នកគ្រូណា